សួស្តីថ្ងៃនេះយើងជួបគ្នាម្ដងទៀតនៅមេរៀនថ្មីគឺមេរៀនទី14ហើយមេរៀនទី14នេះដែរគឺយើងមានព្យញ្ជនៈចំនួន2គឺព្យញ្ជនៈសហើយនិងព្យញ្ជនៈហក៏ប៉ុន្តែយើងរៀនតែព្យញ្ជនៈសសិនទេមេរៀនទី14ព្យញ្ជនៈសសអាសាសអេសេសអេសៃសអឺសើសអឺសើសអូសុសអូសូសអ៊ូសួសអើសើសអ៊ឺសឿសអ៊ីសៀចំណុចពីស្រៈ A ដល់ស្រៈ អនេះគឺយើងអត់ទាន់អានទេដោយសារតែវាជាព្យញ្ជនៈផ្សេងមួយទៀតសអីសៃសអោសោសអេសេសអ៊ូសួនិងរោសួសនិងរោសនិងរោសអេសេនិងរោសេសេសអំសំណអ៊ូនួនិងរោនួសំនួសនិងរោសអើសើនិងរោសើសើរបស់ទី1នេះយើងអត់អានទេដោយសារវាមានព្យញ្ជនៈផ្សេងគឺព្យញ្ជនៈហដែលយើងអត់ទាន់រៀនហើយយើងអានតែរបស់ទី2សិនទេតអាតាសអំសំតាសំសនិងរោសអើសើនិងរោសើតាសំសសើសអុសុខអាខាតាសំសសើសុខាលោកគ្រូនឹងនាំអានម្ដងទៀតលើកនេះយើងអានដោយមិនផ្សំប្រកបទេហើយយើងអានអក្សរពីរអក្សរពណ៌ខ្មៅតែម្ដងអក្សរសពណ៌ខៀវនេះគឺយើងអត់អានទេមេរៀនទី14ព្យញ្ជនៈសសៃសោសេះសួសសេសំនួសសើតាសំសសើសុខាបន្ទាប់ពីយើងបានអានហើយកូនទាំងអស់គ្នាអាចបើកសៀវភៅសិក្សាគោលមកអានមេរៀនអក្សរសនេះដោយខ្លួនឯងបើសិនជាអត់ទាន់ទេអាច skip វីដេអូហើយនឹងខាវីដេអូទៅខាងក្រោយវិញបានហើយនៅពេលដែលយើងអានចប់សូមបងប្អូនទាំងអស់គ្នាបើកសៀវភៅជំនួយអាននៅការអានអត្ថបទខ្លីទាំងអស់គ្នាហើយចំពោះការអានអត្ថបទខ្លីនេះដែរគឺយើងមានអត្ថបទខ្លីហើយលោកគ្រូនឹងនាំអានដោយប្រកបហើយលើកទី2នឹងអានតែម្ដងមេរៀនទី14ព្យញ្ជនៈសការអានអត្ថបទខ្លីសអាសាខអំខំសនិងរោសអេសេនិងរោសេសាខំសសេសអាសាសអ៊ំសុំសាសុំដអីដីសសាសុំដីសតអាតាផអីផៃសាសុំដីសតាផៃសអាសាខអំខំសាខំសនិងរោសអេសេនិងរោសេសាខំសសេសអាសាចអេចេះសាចេះសនិងរោសអេសេនិងរោសេសាចេះសសេតអាតាផអីផៃតាផៃសនិងរោសអើសើនិងរោសើតាផៃសសើសអាសាតាផៃសសើសា
ការអានអត្ថបទខ្លីសាខំសរសេរសាសុំដីសតាផៃសាខំសរសេរសាចេះសរសេរតាផៃសសាសាចឹងពេលដែលស្ដាប់លោកគ្រូអានចប់កូនអាចអានដោយខ្លួនឯងនៅក្នុងសៀវភៅជំនួយរបស់កូនបានជួបគ្នានៅវីដេអូក្រោយ